បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមានទូគីឡូភ្លើងចូលច្រើនបាទថ្ងៃនេះគឺយើងបានរៀបចំជូនភ្ញៀវហើយទើបនឹងចាប់ផ្ដើមតែម្ដងបាទគឺទូគីឡូភ្លើង brand Chin បងប្អូនបាទ brand Chin ចំនួនប្រមាណគ្រាប់នេះ1 2 3 4 5 6 7 8 9 10 11 12 13 14អានេះជាប្រភេទសានេះកាតណាបងប្អូនគឺយើងប្រើកាតសម្រាប់ញាត់ចូលឲ្យនេះដើម្បីស្រង់ទិន្នន័យបាទនេះយើងប្រើកាតដើម្បីគឺយើងនេះដោតវាទៅនិយាយទៅអត់ស្អីល្អទេបងប្អូនអានេះគឺយើងចាប់បានហើយបាទចាប់ហើយនៅតែដើរខ្សែទេពួកនេះអត់មានអីទេដោយសារតែយើងប្រើប្រាស់ទៅលើគីឡូភ្លើងប្រភេទគីឡូភ្លើងតផ្ទាល់អញ្ចឹងគឺយើងចេញហើយនឹងចូលចេញចូលអានេះជាប្រភេទគីឡូភ្លើងនេះទេពីហ្វាម៉ូណូត្រីអីណាអានឹងមានន័យថាវាមានអិនហើយនឹងតាហ្វាហើយនឹងអិនទេបាទឡូភ្លើងពេលហ្នឹងមិនមែន3ហ្វាទេណាបាទមិនមែន3ហ្វាទេអញ្ចឹងគឺមើលតែជើងហ៊ុនវាទៅដឹងបាទនេះបាទមានតែចូលចេញតែប៉ុណ្្នឹងទេអានេះប៉ុន្តែវាមានអ្វីដែលប្លែកហ្នឹងគឺការឆូតកាតបងប្អូនបាទគឺយើងឆូតកាតសម្រាប់ស្រង់ទិន្នន័យទៅលើគីឡូភ្លើងហ្នឹងគឺយើងប្រើកាតដើម្បីឆូតវាអញ្ចឹងប្រើគីឡូភ្លើងហ្នឹងចំនួនច្រើនហើយនឹង D-center នេះយើងប្រើនេះបាទនេះដឹង D-center នេះបាទម៉ានប៉ូលក៏ដឹងហើយគឺការចាក់ទៅមុនហ្នឹងហើយក៏មានទូ MCCB ដែរបាទមកមើលទូនេះបាទយើងកំពុងរៀបចំជូនមិនទាន់បានដើរខ្សែហើយក៏មិនទាន់បានបកទេគ្រប់គ្រាន់នៅច្រើនបាទចឹងបងប្អូនបើសិនជាចង់តម្លើងចង់អីបងប្អូនអាចមើលលំនាំពីរបៀបក្នុងការតម្លើងចាប់អីចឹងណាគឺចឹងទៅក៏បានដែរហេនោះក៏បានក្រុមជាងរបស់យើងបានរៀបចំខ្សែរួចដែរហើយមកទូតោះនឹងវាយក្បាលគុកគឺវាយក្បាលគុកហើយនោះជាប្រភេទទូ ATS បាទទូ ATS គឺយើងមានមួយគ្រាប់ដែរចូលបាន2ថ្ងៃហើយបាទទូប្រភេទ ATS 630 អាំពែយើងបានរៀបចំការកាត់ស្ពាន់គឺក្រុមការងារយើងបានចាប់កាត់ពីខ្លះហើយអានេះចំនួន11គ្រាប់បងប្អូនបាទចំនួន11គ្រាប់គឺអាទូចហ្នឹងគឺអា100អាំពែហ្នឹងវាចំនួន8អាធំ160ហ្នឹងគឺមានចំនួន3គ្រាប់បងប្អូនអាចមើលទៅបើសិនជានេះអាចតម្លើងខ្លួនឯងបានបាទមើលពីរបៀបរបបក្នុងការគេចាប់គេតម្លើងអីចឹងណាហើយវីដេអូគឺមានតែប៉ុណ្្នឹងទេរបស់ថ្មីប្លែកបំផុតឲ្យបងប្អូនមើលទៅគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបាយ